ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់កាហ្សាថ្លែងចេញពីរដ្ឋធានីកូឡុំបូប្រទេសស្រីលង្កាកាលពីថ្ងៃប្រហ័សទី26 ខែមិថុនាឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់កាហ្សាក៏ដូចជាស្នើឲ្យមានការដោះលែងចំណាប់ខ្មាំងនិងត្រូវតែមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅក្នុងតំបន់នេះក្នុងពេលដំណើរគ្នាមន្ត្រីពីររូបរបស់អ៊ីស្រាអែលនិយាយថាទោះបីជាបញ្ឈប់ជំនួយទៅកាន់តំបន់ភាគខាងជើងនៃដែនដីកាហ្សាក៏ដោយប៉ុន្តែនៅតែអនុញ្ញាតឲ្យចូលទៅតាមភាគខាងត្បូងការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីរបាយការណ៍ខ្លះបង្ហាញថាក្រុមហាម៉ាស់កំពុងព្យាយាមដណ្ដើមយកជំនួយសម្រាប់ជនស៊ីវិលនៅឯភាគខាងជើងតំបន់កាហ្សានៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃពុធបានបង្ហាញពីក្រុមហាម៉ាស់រាប់សិបនាក់ខ្លះមានកាន់ដំបងខ្លះប្រដាប់ដោយកាំភ្លើងវែងកំពុងតែជិះនៅលើរថយន្តជំនួយជាការឆ្លើយតបក្រុមមួយឈ្មោះថាគណៈកម្មការជាន់ខ្ពស់សម្រាប់កិច្ចការកលសម្ព័ន្ធដែលតំណាងឲ្យសមាគមមានឥទ្ធិពលនៅក្នុងតំបន់កាហ្សាបានលើកឡើងថារថយន្តជំនួយត្រូវបានការពារតាមរយៈដំណើរការសន្តិសុខរបស់ក្រុមកុលសម្ព័ន្ធក្នុងស្រុកគណៈកម្មការនេះនិយាយថាមិនមានបកពួកប៉ាឡេស្ទីនណាឬក្រុមនយោបាយណានិងសូម្បីតែក្រុមហាម៉ាស់ចូលរួមនៅក្នុងដំណើរការនេះឡើយដោយឡែកក្រុមហាម៉ាស់ជាក្រុមសកម្មប្រយុទ្ធដែលបានគ្រប់គ្រងនៅតំបន់កាហ្សាអស់រយៈពេល20ឆ្នាំប៉ុន្តែឥឡូវនេះកំពុងគ្រប់គ្រងតែផ្នែកខ្លះនៃទឹកដីនេះបន្ទាប់ពីប្រឈមមុខសង្គ្រាមជិត2ឆ្នាំជាមួយអ៊ីស្រាអែលបានបដិសេធថាពួកគេមិនមានជាប់ពាក់ព័ន្ធណាឡើយទៅនឹងការចែកចាយជំនួយមនុស្សធម៌